ធ្វើក្បាលជ្រូកអាំងទៀតហើយតែលើកនេះមិនមែនមួយទេណាគឺ2ហើយសមាជិកក៏កើនជាងមុនដែរធ្វើការសុកគឺថាចាគាត់បបួលគាត់ថាហុកបាយជ្រូកអាំងទៀតអត់ចៃដល់អីលក្ខណៈថាយើងចង់ជួយគ្នាដែរណាអ្នកលក់គេទេមកថាគេសុកបាយជ្រូក2ដល់តែអញ្ចឹងទៅអើយជួយជាវគ្នាទៅគ្រាន់តែបានក្បាលជ្រូកមកដល់ភ្លាមគឺថាជួយគ្នាប្រលេះលាងសម្អាតគ្នាព្រោះអីគេប្រលេះឲ្យយើងហើយប៉ុន្តែវាមិនស្អាត 100% ទេអញ្ចឹងយើងត្រូវការលាងសម្អាតវាណាក៏សម្អាតរួចហើយគឺយើងធ្វើការយកវាមកស្រុះជាមួយនឹងទឹកក្តៅហើយទឹកក្តៅហ្នឹងចាយគាត់បងគុលក្រៃហើយគឺលឹកក្រូចសើចអីចឹងទៅដើម្បីឲ្យវាហ្នឹងកាត់ឆ្អាបកាត់អីណាចំពោះទឹកជ្រលក់ក៏យើងធ្វើ2មកទឹកត្រីកោះកង1ហើយទឹកប្រហុកហើយប្រហុកនេះគឺចាយយកមកផ្ទះគាត់ធ្វើផ្ទាល់ដៃតែមកអត់មានសារជាតិគីមីអីទាំងអស់ត្រឹងថាធ្វើពីត្រីកាភ្លៀងនិយាយពីថាឈ្ងុយអើយឈ្ងុយហើយថ្ងៃហ្នឹងដែរអត់ហូបនៅផ្ទះហេចង់ផ្លាស់ប្ដូរបរិយាកាសតែហូបនៅចកាស្វាយហើយចំពោះលក់ដែលត្រូវផ្ទាប់ជាមួយមិនខុសអីពីមុនទេមានតែស្ពៃក្តោបសាឡាត់មានតែសក់មានតែរយងចេកហើយជីគ្រប់មុខអីចឹងទៅហើយបើទឹកជ្រលក់ទឹកប្រហុកនេះវិញអត់មានអីខុសពីមុនទេក្រូចឆ្មាប៊ីចេងស្ករអញ្ចឹងទៅហើយក៏គាត់បានបន្ថែមទឹកដោះគោខាត់ផងដែរត្រឹមថាដាក់ម្ទេសហិលតិចទៀតខ្ទិះជាតិហ្មងណាហើយប៉ុណ្ណឹងគេអត់អីទេតែខ្ញុំនឹងវាអីហូបហើយចំលិបឆ្នាំតទៀតដល់ពីលាងបន្លែរួចហើយយើងធ្វើការទុកវាមួយឡែកហើយខ្ញុំមកធ្វើការស្រង់សាច់ដែលបានស្រុះនឹងស្រុះរៀងមកពុះដែរហ្នឹងដើម្បីឲ្យសាច់របស់យើងនឹងរៀងសពបតែនេះមិនសពបពេលរៀងចិត្តឆ្អិនហើយលក្ខណៈថានៅពេលដែលយើងយកទៅអាំងល្មមអីសាច់យើងនឹងឆ្អិនឆាប់ផុយឆាប់អីចឹងទៅយើងឆាប់បានហូបណាបន្ទាប់ពីស្រង់ដាក់ទឹកត្រជាក់ហើយគឺយកទៅលាងទឹកមកតង់ទៀតដល់តែអញ្ចឹងទៅគឺថាសាច់យើងជ្រះស្អាតល្អហ្មងហើយនៅពេលដែលស្រង់ហើយគឺយកមកប្រឡាក់គ្រឿងមកតង់ទៀតហើយគ្រឿងផ្សំមានរ៉ូឌីប្រេងខ្យងស្ករសប៊ីចេងអីចឹងទៅហើយកុំដាក់រសជាតិដិតពេកពួកអីយើងត្រូវជ្រលក់ជាមួយនឹងទឹកជ្រលក់យើងទៀតដូច្នេះអញ្ចឹងបើសិនជាដាក់ប្រៃពេកខ្លាចហូបអត់កើតហើយបើដាក់ផ្អែមពេកខ្លាចវាផ្អែមជ្រុលអីចឹងណាអញ្ចឹងដាក់វាមកល្មមឡំឲ្យត្រូវគ្នាជាមួយនឹងលក់ជាមួយនឹងទឹកជ្រលក់របស់យើងណាហើយនៅពេលដែលប្រឡាក់គ្រឿងក្រៅហ្នឹងខ្ញុំព្យាយាមជ្រាវច្បល់ធ្វើម៉េចក៏ដាក់ឲ្យគ្រឿងផ្សំហ្នឹងវាចូលជាតិជាមួយនឹងសាច់ប្រឡាក់ហើយគឺថាចាប់ផ្ដើមរៀបចំហើយធ្វើដំណើរទៅកន្លែងចំការហ្នឹងហើយចំការហ្នឹងរៀងឆ្ងាយគួរសមដែរហើយនៅតាមដងផ្លូវគឺថាឃើញផ្កាតសេកឃើញផ្កាត្រាចផ្កាត្បែកអញ្ចឹងនិយាយថាឲ្យតែឃើញផ្កាអញ្ចឹងមានន័យថាចិត្តដល់ចូលឆ្នាំទៀតហើយក៏ជាពេលវេលាដែរអ្នកដែលមានបងប្អូនកូនចៅធ្វើការនៅឆ្ងាយក៏បានវិលត្រឡប់មកជួបជុំនៅស្រុកវិញដែរហើយបរិយាកាសនៅចំការនេះគឺថាមកដល់ស្ងប់ស្ងាត់ហើយមានកន្លែងឲ្យក្មេងៗលេងទាត់បាល់ទៀតអត់ខាតទេហើយអត់ភ័យព្រួយបារម្ភថាខ្លាចឡានខ្លាចម៉ូតូអីរត់មកថ្នល់មកអីចឹងណាតែផលលំបាកក៏នៅតែមានដែរពួកអីនៅព្រៃចឹងតែល្ងិតបន្តិចគឺថាមុខអីចាប់ដើមមកហើយចឹងហើយមានតែខំអាំងឲ្យញាប់ដៃញាប់ជើងទៅអាំងឆាប់ឆ្អិនទៅយើងបានឆាប់ហូបឆាប់អីទៅឆាប់បានតទេហើយសមាជិករបស់យើងក៏បានមកជុំគ្នាដែរហើយមិនមែនមកខ្លួនតទេណាគឺមានបរិភាគាត់មានទាមកក្បាលហើយគាត់នឹងប្រឡាក់គ្រឿងប្រឡាក់ក្រៅរួចរាល់អស់ហើយគាត់យកមកហើយក៏មានភេសជ្ជៈបន្ថែមពីក្រៅអីតិចតួចដែរហ្នឹងហើយនៅខែអាពេលអាំងដបងហ្នឹងគឺថាម្នាក់ជ្រុលលក្ខណៈថាឆ្អិននៅណាហើយអាំងរបៀបមិនក៏ហូបដែរខ្លាញ់ល្មិចក៏ហូបអាក្រៀមល្មិចអាខ្លោចល្មិចក៏ចិត្តទៅហូបដែរដបងណាត្រូវនឹងបាយដែលចែដាំមកអង្គស្រូវដួលក៏អូបឈ្ងុយហើយដាំលក្ខណៈពងសង្អាពងសម៉ោចដល់តែអញ្ចឹងទៅដាក់សាច់ម្ដុំមកស្ងាត់អស់លីងនិយាយពីថាត្រូវខ្នួចគ្នាណាស់ឆ្ងាញ់ឡើងលិតម្រាមដៃម្រាមអីចឹងណាតែដល់តែពេលចិត្តឆ្អែតសាច់នេះរៀងខ្លាញ់ហ្នឹងសាច់នេះរៀងខ្លោចហូបអត់កើតអីចឹងទៅអញ្ចឹងបានតែថាឃ្លានឆ្ងាញ់ស្រឡាញ់ល្អហើយNgày rồi mà nóហូបហើយគឺថាយើងចាប់ផ្ដើមប្រម៉ែប្រម៉ូសម្រាមដែលយើងបានយកមកហ្នឹងយកទៅផ្ទះវិញយើងអត់ចោលនៅនឹងទេហើយក៏នាំគ្នាបោកគិតលុយថាម្នាក់ហ្នឹងត្រូវអស់ប្រមាណអីចឹងណាសរុបចុះសរុបឡើងអស់ម្នាក់បន្តិចទេហើយបានចិត្តផ្ទះទៀតមិនតែឆ្ងាយអីហើយមិនពិបាកកញ្ចុះក្បាក់អីទេណាវាស្រែឈៀលចឹងទៅ